តើកម្មករនយោជិតត្រូវទទួលបានអ្វីខ្លះប្រសិនបើនយោជកធ្វើការរំលាយកិច្ចសន្យាការងារ FDC មុនកាលកំណត់ដោយឆន្ទៈរបស់ខ្លួនតែឯងដោយគ្មានការយល់ព្រមពីកម្មករនយោជិតឬដែលកម្មករនយោជិតពុំបានប្រព្រឹត្តកំហុសធ្ងន់ក្នុងករណីនេះកម្មករនយោជិតត្រូវទទួលបានទី1ប្រាក់ឈ្នួលដែលមិនទាន់បានបើកទី2ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ទី3ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច 5% នៃប្រាក់ឈ្នួលដែលកម្មករនយោជិតបានបើកក្នុងរយៈពេលនៃកិច្ចសន្យានិងទី4ជំងឺចិត្តដែលមានចំនួនយ៉ាងតិចស្មើនឹងប្រាក់ឈ្នួលដែលកម្មករនយោជិតបានទទួលរហូតដល់ពេលចាប់កិច្ចសន្យាខ្ញុំសូមបញ្ជាក់ថាកំហុសដែលត្រូវបានចាត់ទុកថាជាកំហុសធ្ងន់របស់កម្មករនយោជិតគឺជាកំហុសធ្ងន់ទាំងឡាយដែលមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុននិងកំហុសធ្ងន់ទាំងឡាយដែលមានចែងនៅក្នុងចំណុចខនៃមាត្រា83នៃច្បាប់ស្តីពីការងារដើម្បីឆ្វេងយល់បន្ថែមអំពីកំហុសធ្ងន់របស់កម្មករនយោជិតបងប្អូនអាចមើលវីដេអូលេខ L 018របស់ខ្ញុំបាន